របៀបប្រើប្រាស់តារាង table ក្នុង Google Doc នៅក្នុងថ្ងៃនេះអ្នកទាំងអស់គ្នានឹងបានរៀនពីការបង្កើតតារាងដែលមានការបង្កើតតារាងថ្មីក៏ដូចជាការបន្ថែមជួរដេកជួរឈរឬក៏ការលុបជួរដេកលុបជួរឈរការបង្រួមក្រឡា merge cell និងការសម្រួលទំហំក៏ដូចជាការបដូរពណ៌ផ្ទៃខាងក្រោយគេហៅថា background color នៅក្នុង Google Doc នេះតែម្ដងបើអញ្ចឹងមុននឹងឈានទៅដល់ការបង្កើតតារាងអ្នកទាំងអស់គ្នាត្រូវស្គាល់មួយគេហៅថាជួរដេកនិងជួរឈរតើអ្វីទៅគឺជាជួរដេកអ្វីទៅគឺជាជួរឈរអញ្ចឹងប្រសិនបើយើងមើលតារាងមួយនេះយើងសម្គាល់កន្លែងណាគេហៅថាជួរដេកកន្លែងណាទៅជាជួរឈរអញ្ចឹងជួរឈរគឺសំដៅទៅលើជួរចុះមកខាងក្រោមចេះបាទមាន1មាន2 3 4និង5អញ្ចឹងមានជួរឈរចំនួន5ចំណែកជួរដេកគឺជួរស្របទៅចេះគេហៅថាជួរដេកបាទ1 2 3 4និង5ដូចនេះដែរអញ្ចឹងមានថាដើម្បីបង្កើតតារាងដូចខាងលើនេះបានអ្នកទាំងអស់គ្នាត្រូវបង្កើតជួរឈរ5ជួរដេក5អូខេដើម្បីបង្កើតជួរឈរ5ជួរដេក5បានអ្នកទាំងអស់គ្នាចុចទៅលើពាក្យថា insert រួចយកពាក្យថា table បន្ទាប់ពី insert table ហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការ select មានថាអូសម៉ៅមកខាងស្ដាំនេះមកចុះយើងឃើញមានក្រឡានៅខាងក្រោមនេះគឺមានបញ្ជាក់ពីចំនួនបាទយើងឃើញមានលេខ6 3 6គុណ3ជាដើមអញ្ចឹង6គុណ3មានថា column 6 row 3អញ្ចឹងប្រសិនបើយើងចង់បានជួរដេក5អញ្ចឹងយើងអូសមកដល់5មកហើយយើងចង់បាន column 5ដែរយើងបន្ថយមកវិញសល់5ដូចគ្នាអញ្ចឹងកន្លែងនេះឧទាហរណ៍ខ្ញុំឧទាហរណ៍ថា4ចុះគឺយក column 5 row 4ហេតុអីមិនយកដូចនេះគឺយើងនឹងរៀនបន្តទៀតទាក់ទងជាមួយនឹងការបង្កើតបន្ថែមអញ្ចឹងយើងអាចយក4 4ចុះដើម្បីបង្កើតថែមជួរឈរបន្ថែមបង្កើតបន្ថែមជួរដេកបន្ថែមវិញបើអញ្ចឹងនៅពេលដែលយើងបង្កើតបានតារាងមួយតារាងនោះគឺមិនធ្វើការសម្រួលមានថាទំហំបាននោះទេតើតែយើងធ្វើការតម្រៀបបន្ថែមមានថាចងក្រងបន្ថែមដូចនៅលេខរៀននេះយើងបង្រួមទូចធំជាដើមអញ្ចឹងយើងអាចចាប់ផ្ដើមបញ្ចូលទិន្នន័យបានអញ្ចឹងការបញ្ចូលទិន្នន័យយើងយកមកคลิกនៅលើប្រអប់ cell មួយណាមានន័យថាយើងបញ្ចូលទិន្នន័យនៅក្នុង cell មួយនោះបាទមួយប្រអប់នេះគេហៅថា cell បាទអញ្ចឹងនៅក្នុងកន្លែងនេះគឺយើងអាចមានលេខរៀងចឹងមកខ្ញុំឧទាហរណ៍មានឈ្មោះចឹងមកភេទនិងមានថ្ងៃខែឆ្នាំកំណើតអញ្ចឹងមកដល់កន្លែងលេខរៀងនេះគឺយើងមកคลิกកន្លែងនេះមកហើយបញ្ចូលលេខ1លេខ2និងលេខ3បាទអញ្ចឹងបន្ទាប់មកទៀតបើករណីអ្នកទាំងអស់គ្នាត្រូវការបន្ថែមអញ្ចឹងការបន្ថែមគឺយើងអាចបន្ថែមជួរឈរឬក៏បន្ថែមជួរដេកបានអញ្ចឹងបន្ថែមជួរឈរខ្ញុំឧទាហរណ៍បន្ថែមជួរឈរមួយសិនចុះគឺខ្ញុំចាប់ផ្ដើម select អញ្ចឹងយើងចាប់ផ្ដើម select ជួរឈរបាននៅខាងលើនេះមានសញ្ញាបូកមួយសញ្ញាបូកនេះគេដាក់ថា insert one column to right អញ្ចឹងយើងចង់បន្ថែមមួយជួរឈរទៀតទៅខាងស្ដាំអញ្ចឹងយើងគ្រាន់តែមកคลิกមកគឺយើងនឹងបានជួរឈរមួយទៀតនៅខាងស្ដាំនេះដោយអាចវាបញ្ចូលនៅពាក្យថាផ្សេងបានបន្ទាប់មកយើងអាចកែសម្រួលទិន្នន័យទាំងអស់នោះទៅតាមតម្រូវការអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំបន្ថែមមួយទៀតអញ្ចឹងបន្ថែមមួយទៀតវាលើសហើយអញ្ចឹងកាលណាបន្ថែមលើសអ្នកទាំងអស់គ្នាក៏អាចលុបបានដូចជាដែរអញ្ចឹងដើម្បីលុបអ្នកទាំងអស់គ្នាអាច select មួយជួរឈរនេះមករួចចុចមកខាងស្ដាំយកពាក្យថា delete column នោះអ្នកទាំងអស់គ្នានឹងធ្វើការលុប column នោះតែម្ដងអូខេចុះចំពោះការបង្កើត column 2 ម្ដង 2 ម្ដង 3ក៏អ្នកអាចបង្កើតបានដូចនេះដែរយើងបើសិនបើយើងចង់បន្ថែមម្ដង 2យើង select 2 column ដែលយើងចង់បន្ថែមសិនមករួចចុចមកខាងស្ដាំយើងនឹងឃើញមានពាក្យថា insert two column to left insert two column to right អញ្ចឹង insert two column to left មានន័យថាយើងបន្ថែម2 column គឺរុញមកខាងឆ្វេងអញ្ចឹងមានថាទិន្នន័យដែលយើងកំពុងតែ select ហ្នឹងវានឹងទៅខាងស្ដាំហើយបើយើងបន្ថែម two column to right មានន័យថាយើងបន្ថែម2 column ទៀតទៅខាងស្ដាំវិញបាទអញ្ចឹងខ្ញុំយក right នេះមកគឺវានឹងធ្លាក់មកកន្លែងនេះហើយយើងអាចលុបចេញវិញមកបាទលុបដូចខ្ញុំបង្ហាញមកអញ្ចឹងគឺយើង select 2 column មកហើយចុចមកខាងស្ដាំយកពាក្យថា delete two column បាទមកដល់ចំណែកជួរដេកក៏ដូចគ្នាដែរជួរដេកយើងអាចមានលក្ខណៈពិសេសបាទលើសពីជួរឈរបន្តិចថាជួរដេកយើងអាចបន្ថែមលក្ខណៈដោយប្រើប្រាស់ tab បន្ថែមទៀតបានឧទាហរណ៍កន្លែងនេះគឺយើងចង់បន្ថែម
លេខ4ចឹងគ្រាន់តែចុចសញ្ញាបូកដូចគ្នាប៉ុន្តែមួយទៀតគឺយើងអាចដាក់ cursor មកខាងចុងនេះជាទូទៅគឺការបញ្ចូលទិន្នន័យពីឆ្វេងទៅស្ដាំចេះហើយអញ្ចឹងនៅពេលដែលដល់ទិន្នន័យខាងស្ដាំអ្នកទាំងអស់គ្នាគ្រាន់តែចុច key tab នៅលើ keyboard របស់អ្នកទាំងអស់គ្នាបាទអញ្ចឹងវានឹងធ្វើការបង្កើតជួដេកឲ្យមួយទៀតថែមចំពោះចំណុចនេះគឺមានលក្ខណៈងាយស្រួលក្នុងការបញ្ចូលទិន្នន័យដោយប្រើប្រាស់ key tab ចុចបន្តបន្ទាប់ទៅមុខអូខេចុះចំពោះការបង្កើតតារាងបន្ថែមច្រើនមានថាជួដេកបន្ថែមច្រើនគឺដូចគ្នាគឺអ្នកទាំងអស់គ្នា select ពី3ចឹងមកបើយើងចង់បន្ថែមម្ដង3ហើយម៉ៅខាងស្ដាំយកពាក្យថា insert row មាន above ហើយនិង below មានបន្ថែមនៅផ្នែកខាងលើនិងបន្ថែមផ្នែកខាងក្រោមអញ្ចឹងសួរថាយើងចង់បានមួយណាអញ្ចឹងបើសិនបើយើងយកមួយណាជាតម្រូវការជាក់ស្ដែងបាទអញ្ចឹងខ្ញុំយក row below នេះមកអញ្ចឹងខ្ញុំនឹងបានបន្ថែមជួដេកជាច្រើនបន្តទៀតហើយចំពោះការលុបក៏មិនខុសគ្នាដែរពីការលុបជួឈរគឺយើងចាំបាច់ត្រូវតែ select ទៅលើជួដេកនឹងមុនសិនហើយម៉ៅខាងស្ដាំរួចយកពាក្យថា delete ប៉ុន្តែ delete ដល់នេះគឺយើងយក delete row បាទអញ្ចឹងយើងអាចវាបន្តទៀតបានអូខេមកដល់មេរៀនបន្ទាប់គឺតាក់ទងជាមួយនឹងការបង្រួមក្រឡាគេហៅថា merge cell ដើម្បីធ្វើការ merge cell បានអ្នកទាំងអស់គ្នាអាចធ្វើដូចតទៅទី1គឺយើងចាំបាច់ត្រូវ select ទៅលើចំនួន cell ដែលយើងត្រូវការបង្រួមបញ្ចូលគ្នាប្រសិនបើអ្នកទាំងអស់គ្នាត្រូវការបង្រួម2 cell នេះបញ្ចូលគ្នាឬក៏4 cell 5 cell នេះបញ្ចូលគ្នាអ្នកទាំងអស់គ្នាអាចធ្វើការ select ទៅតាមចំនួនតែម្ដងចុះបើសិនបើខ្ញុំ select ទៅលើ5 cell នេះមានន័យថាខ្ញុំបង្រួម5 cell នេះបញ្ចូលគ្នាហើយបើកាលណាខ្ញុំ select ទៅលើ4 cell នេះមានន័យថា4 cell នេះគឺខ្ញុំត្រូវការបង្រួមបញ្ចូលគ្នាដែរអញ្ចឹងឥឡូវទីថាខ្ញុំបង្រួម5 cell នេះបញ្ចូលគ្នាអញ្ចឹងខ្ញុំ select ហើយខ្ញុំម៉ៅខាងស្ដាំរួចយកពាក្យថា merge cell នៅកន្លែងនេះបាទអញ្ចឹងនៅពេលដែលយើង merge cell គឺយើងនឹងបានតារាងមួយមានថានៅក្នុង cell ទាំង5នេះបញ្ចូលទៅជា cell តែមួយបានរបស់យើងតែម្ដងបាទចំណុចបន្ទាប់ដែលយើងនឹងសិក្សានោះគឺការពង្រីកឬក៏ការបង្រួមទំហំជួដេកឬក៏ជួឈរក៏ដូចជាការចាក់ពណ៌អញ្ចឹងតកតងជាមួយនឹងការពង្រីកគឺយើងចាប់ផ្ដើមមើលទ្រនុងមានថាទ្រនុងជួឈរឬក៏ទ្រនុងជួដេកនោះអញ្ចឹងយើងមើលកន្លែងនេះគឺនៅពេលដែលយើងយកម៉ៅ pointer របស់យើងនេះយកមកដាក់ពីលើជួឈរនោះទ្រនុងនោះគឺវានឹងបង្ហាញសញ្ញាព្រួយទៅឆ្វេងផងទៅស្ដាំផងអញ្ចឹងយើងគ្រាន់តែ click វាជាប់ចុចម៉ៅខាងឆ្វេងឲ្យជាប់មកហើយចាប់អូសមកឆ្វេងឬក៏ទៅស្ដាំមានថាពង្រីកឬក៏បង្រួមកន្លោននោះឲ្យតូចឬក៏ធំឧទាហរណ៍ថានៅកន្លែងនេះគឺខ្ញុំបង្រួមប៉ុណ្ណឹងហើយខ្ញុំអាច click មកជាប់មួយទៀតលើកន្លែងនេះទៅមុខបន្តិចទៀតអញ្ចឹងការសេរីពង្រីកឬក៏បង្រួមនេះគឺវាអាស្រ័យទៅលើតម្រូវការជាក់ស្ដែងរបស់អ្នកទាំងអស់គ្នាហើយយើងអាចបដូរ font ខ្ញុំ select មកខ្ញុំបដូរ font ទៅជា font មួយមកអញ្ចឹងនៅពេលដែលបដូរ font គឺកន្លែងនេះគឺវាធ្លាក់អក្សរអញ្ចឹងយើងត្រូវការពង្រីក cloud នឹងឡើងវិញដើម្បីកែសម្រួលទិន្នន័យអញ្ចឹងជាទូទៅគឺយើងត្រូវកំណត់ font ឲ្យហើយមុននឹងធ្វើការកែសម្រួលតារាងរបស់យើងនោះអញ្ចឹងកែហើយយើងកំណត់មក alignment យក center យើងនឹងបានដូចតារាងដែលយើងចង់បាននៅខាងលើហើយប៉ុន្តែទំហំអត់ដូចគ្នាមែនទេchứ កាលណាទំហំអត់ដូចគ្នាយើងអាចសេរីមើលបានទៅតាមតម្រូវការរបស់យើងចង់បានទំហំឲ្យស្តៀងនៅខាងលើនេះយើងអាចកែមកចឹងយើងអាចកែសម្រួលបានចាប់ទាញតាមតម្រូវការជាក់ស្ដែងរបស់យើងចង់បានជាទម្រង់ column row មិននៅពេលដែលតាក់ទងជាមួយនឹងការចាក់ពណ៌ background វិញការចាក់ពណ៌ background គឺអ្នកទាំងអស់គ្នាគ្រាន់តែ select ទៅលើ cell ណាមួយឬក៏ជួដេកណាមួយដែលត្រូវការចាក់ពណ៌នោះរួចចុចមកកន្លែង menu bar នៅផ្នែកខាងចុងគឺមានពាក្យថា more option នេះបើ click លើ more នេះគឺអ្នកទាំងអស់គ្នាឃើញមានចំណុច table មានតាក់ទងជាមួយនឹង border មានតាក់ទងជាមួយនឹង file color order color ជាដើមអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាយកកន្លែង background color នេះរួចរើសពណ៌ណាមួយដែលអ្នកទាំងអស់គ្នាចង់បានអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បានពណ៌មួយនេះចុះអញ្ចឹងនៅពេលដែលយើងជ្រើសពណ៌ហើយយើង click នៅកន្លែងផ្សេងនោះកន្លែង cell ដែលយើងបានធ្វើការកំណត់ពណ៌នោះនឹងបានពណ៌ទៅតាមតម្រូវការរបស់យើងតែម្ដងហើយចំពោះមេរៀនបន្ទាប់តាក់ទងជាមួយនឹងការកំណត់ផ្សេងនៅក្នុងការប្រើប្រាស់ table យើងនឹងជួបគ្នាបន្តទៀតចំពោះថ្ងៃនេះយើងសូមបញ្ចប់ត្រឹមប៉ុណ្ណេះ
ជាចុងក្រោយដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់ខ្ញុំអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងព្រមទាំងចុច Like and Share ទៅកាន់អ្នកដទៃផ្សេងទៀតដើម្បីធ្វើការទទួលបានវីដេអូរបស់ខ្ញុំក្នុងការចែកម្លែកនេះអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះជួបគ្នានៅវីដេអូថ្មីៗនិងក្រោយៗទៀត